ក្របបែកមួយបានផ្ទុះនៅក្រៅការិយាល័យរថភ្លើង Hellenic Trend ចំពេលមានកំហឹងចំពោះគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុតរបស់ប្រទេសក្រិកការប្រមានតាមទូរស័ព្ទអាណាមិកត្រូវបានគេរាយការណ៍មកកាន់កាសែតនិងគេហទំព័រព័ត៌មានដោយនិយាយថាក្របបែកមួយត្រូវបានទុកនៅខាងក្រៅការិយាល័យក្រុមហ៊ុនផ្លូវដែកហើយនឹងផ្ទុះក្នុងរយៈពេល40នាទីប៉ូលីសនៅប្រទេសក្រិកកំពុងធ្វើការស៊ើបអង្កេតបន្ទាប់ពីគ្រាប់បែកមួយបានផ្ទុះនៅខាងក្រៅការិយាល័យរបស់ក្រុមហ៊ុនផ្លូវដែកដ៏សំខាន់របស់ប្រទេសក្រិកมันមានរបាយការណ៍ណាមួយអំពីអ្នករងរបួសបន្ទាប់ពីការផ្ទុះនៅជាប់ការិយាល័យរបស់ Hellenic Trend នៅកណ្ដាលក្រុងអាថែនកាលពីថ្ងៃសុក្រការប្រមានតាមទូរស័ព្ទអាណាមិកត្រូវបានគេរាយការណ៍មកខាងកាសែតដោយបាននិយាយថាគ្រាប់បែកមួយត្រូវបានទុកចោលនៅខាងក្រៅការិយាល័យផ្លូវដែកហើយវានឹងផ្ទុះរយៈពេល40នាទីអ្នកឯកទេសជំនាញផ្នែកកសោវិច័យរបស់ប៉ូលីសបានពាក់អាវសត្រូវបានគេថតឃើញថាកំពុងតែប្រមូលភស្តុតាងនៅកន្លែងកើតហេតុបន្ទាប់ពីការផ្ទុះនៅលើផ្លូវ Sunru Avenue ដែលជាផ្លូវធំមួយក្នុងរដ្ឋ Kentani ក្រិកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Eason បាននិយាយថាបរិសម្នាក់បានទូរស័ព្ទទៅប្រាប់អ្នកសារព័ត៌មានថាក្នុងរយៈពេលពី35ទៅ40នាទីទៀតគ្រាប់បែកនឹងផ្ទុះហើយគាត់បានទទូចនឹងអះអាងបញ្ជាក់បន្ថែមថាវាមិនមែនជារឿងកំប្លែងនោះទេប៉ូលីសបានបិទទីតាំងដោយរក្សាមនុស្សឲ្យនៅឆ្ងាយពីអគារនៅក្នុងតំបន់ដែលសម្បូរទៅដោយបារីត្រីនិងភោជនីយដ្ឋានជាច្រើនមានកាបូបមួយដែលត្រូវបានគេពិពណ៌នាក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថាកាបូបស្ពាយដែលផ្ទុកគ្រឹះផ្ទុះត្រូវបានគេដាក់នៅជិតអគារ Hellenic ការផ្ទុះនេះកើតឡើងចំពេលដែលសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំងចំពោះគ្រោះមហន្តរាយផ្លូវរថភ្លើង Trampe ដែលមានមនុស្សចំនួន57នាក់ដែលភាគច្រើនជានិស្សិតសាកលវិទ្យាល័យត្រូវបានសម្លាប់នៅភាគខាងជើងនៃប្រទេសក្រិករដ្ឋាភិបាលត្រូវបានគេរិះគន់យ៉ាងចាស់ដៃចំពោះការដោះស្រាយបន្ទាប់ពីគ្រោះថ្នាក់មហន្តរាយផ្លូវដែកដ៏សាហាវបំផុតរបស់ប្រទេសក្រិកដែលមិនធ្លាប់មានពីមុនមកនៅពេលដែលរថភ្លើងដឹកទំនិញនិងរថភ្លើងដឹកអ្នកដំណើរដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបានធ្លាក់លើផ្លូវដូចគ្នាដល់ចដន្យកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2023 I will say this whole effort has failed. ភាពមិនសប្បាយចិត្តបានកើតឡើងក្នុងរយៈពេលប្រមាណសប្តាហ៍ចុងក្រោយនេះបន្ទាប់ពីគូបទី2នៃសោកនាដកម្មនេះកង្វះសុវត្ថិភាពត្រូវបានលាតត្រដាងការធ្លាក់ដែលបង្ហាញពីកង្វះខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រព័ន្ធផ្លូវដែករបស់ប្រទេសក្រិករួមទាំងប្រព័ន្ធសុវត្ថិភាពបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំដែលដឹកនាំដោយសាច់ញាតិរបស់អ្នកស្លាប់ដែលបានកំណត់គោលដៅទៅលើរដ្ឋាភិបាលអភិរក្សរបស់ប្រទេសក្រិករហូតដល់ពេលនេះមានតែមន្ត្រីផ្លូវដែកប៉ុណ្ណោះដែលត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋនេះការតវ៉ាជាច្រើននៅក្នុងសប្តាហ៍ថ្មីកន្លងនេះបានក្លាយទៅជាអំពើហិង្សាដោយបាតកោប៉ះទង្គិចជាមួយនឹងប៉ូលីសការជជែកដេញដោលនៅក្នុងសភាកាលពីប្រថ្ងៃសុក្រនេះជាការជជែកដេញដោលដ៏ក្តៅគគុកលើអបតវហេតុនៅក្នុងសភាក្រិកដែលយើងឃើញថាអតីតរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីមួយរូបបានបញ្ជូនទៅកាន់អ្នកស៊ើបអង្កេតចំពោះការបរាជ័យក្នុងការដោះស្រាយរបស់គាត់ Hellenic Trend បាននិយាយថាខ្លួនកោតទោសនឹងមិនអត់ឲ្យចំពោះគ្រប់ទម្រង់នៃអំពើហិង្សានិងភាពតានតឹងដែលបង្កឲ្យមានបរិយាកាសអាប់អួរនិងធ្វើឲ្យខូចទៅដល់វឌ្ឍនភាពនៃប្រទេសក្រិកមានប្រវត្តិសាស្ត្រយូរអង្វែងនៃអំពើហិង្សាដោយហេតុផលនយោបាយដោយក្រុមជននិយមក្នុងស្រុកបានធ្វើការបំផ្ទុះគ្រាប់បែកក្នុងទ្រង់ទ្រាយតូចដែលជាធម្មតាបណ្ដាលឲ្យមានការខូចខាតតែកម្រឲ្យមានគ្រោះថ្នាក់និងរងរបួសណាស់